យក9ធ្វើមិនឲ្យអ្នករីចម្រើននៅក្នុងយក9អញ្ចឹងគេថាឲ្យយើងមកដឹងពីធម្មពល3នៅក្នុងនឹងសិនចាទី1ធម្មពលចិត្តវិញ្ញាណ spiritual power ទី2ចា action is smart action ចា spiritual power នេះមានន័យថាធម្មពលនៃចិត្តវិញ្ញាណអញ្ចឹងបើសិនតែយើងយកសម័យកាលនេះយើងចង់ដើរឲ្យត្រសងគឺយើងត្រូវមាននិយាយទៅឲ្យយើងឈរបានណាត្រូវមាននៃធម្មពលនៃចិត្តវិញ្ញាណនៃគេការទទួលដឹងការแบบដូចភ្នែកទី3អញ្ចឹងហ្នឹងគេហៅថាចិត្តវិញ្ញាណហើយចាបន្ទាប់មកទៀតវាមានជាមួយនឹង smart action មានន័យថាមិញសេលីប្រែថាម៉េចការធ្វើការអនុវត្តដោយភាពឆ្លាតវៃអញ្ចឹងការអនុវត្តឬការធ្វើទង្វើដោយមានភាពឆ្លាតវៃនៃការប្រើប្រាស់ជីវិតប្រចាំថ្ងៃទី3ធម្មពលនៃ subconscious power មានន័យថាអនុសម្បញ្ញៈធម្មពលនៃជីនីអញ្ចឹងយើងដឹងពី3នឹងសិនបន្ទាប់មកកញីបន្តិចចាអញ្ចឹង3ហ្នឹងចុះអ្នកផ្សេងគេបានរៀនច្បាប់ស្រុបទីហងមិនគេនៅក្នុងយុគ9แบบមានភាពរីកចម្រើនគេអាចមិនដឹងនឹងរឿងហ្នឹងតែគេដល់ចង្វាក់របស់គេអាចจะសាងអ្វីមួយតាំងពីអង្កាលមកហើយអញ្ចឹងសម័យកាលគេត្រូវដល់នៅពេលហ្នឹងតែចំពោះយើងអ្នកដើរមកឲ្យយើងមានស្ថិរភាពឲ្យយើងអាចឈរបានឲ្យយើងអាចមានកន្លែងមួយដែលឈរអ្នកខ្លះแบบវឹបហើយសម័យកាលនេះបងប្អូនឃើញកលាប់ចាក់អត់អ្នកដែលធ្លាប់មានលំនឹងអាចនឹងបដូរទៅជាលេងមានលំនឹងដោយសារអីវាកលាប់ចាក់លឿនខ្ញុំទទួលស្គាល់ថាយើងមិនតែមានជាអ្នករីកចម្រើនអីក្នុងយុគសម័យកាលនេះតែយើងក៏មិនមែនជាแบบលិចលង់មិនមែនជាលិចលង់ដោយសារយើងមាននៅចំណុចឈរយើងមាននៅចិត្តវិញ្ញាណយើងមាននៅ smart action គឺការអនុវត្តតែគាត់ថាយើងមិនអាចដូរ360ទៅភ្លាមទេចាហើយអ្វីដែលពិសេសនេះយើងនៅប្រើច្បាប់ស្រូបទាញដែលជា power of subconscious power ចាយើងនៅប្រើច្បាប់នៃការស្រូបទាញប្រើនៅជីនីអនុសម្បញ្ញៈរបស់យើងឲ្យធ្វើការដូចយប់មិញអញ្ចឹងយើងបានរៀនយប់មិញយើងដឹងហើយចា subconscious power គឺយើងបានរៀនហើយគឺធម្មពលនៃអនុសម្បញ្ញៈចាទើបធ្វើឲ្យយើងអាចឈរបានយើងនៅមានលំនឹងយើងអត់តែលតោលយើងអត់ចាំបាច់រត់សំដែងយើងអត់ចាំបាច់រត់របៀបថាតហបបងអូនសម័យកាលនេះគឺ click lock សាហាវណា click lock ពីបាតដៃខ្នងដៃមកអ្វីដែលចាស់ផ្លាស់ប្ដូរថ្មីមកផ្លោថ្មីក៏មិនប្រកាសថាយូរអង្វែងយឺនយ៉ាវអញ្ចឹងណាអញ្ចឹងយើងត្រូវយក9ហ្នឹងយើងរស់ដោយមានសតិបញ្ញាបំផុតចាយើងរស់ដោយមានសតិបញ្ញាបំផុត